សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកណែនាំជាប្រភេទច្រាស់ដុសធ្មេញអេឡិចត្រូនិករបស់កូនក្មេងណាសម្រាប់កូនក្មេងអាយុ2ឆ្នាំដល់15ឆ្នាំឡើងអញ្ចឹងចំពោះម៉ាក់ណាដែលកូនពិបាកក្នុងការដុសធ្មេញគាត់ត្រូវប្រើកម្លាំងឬគាត់អត់ចេះដុសធ្មេញណាម៉ាក់អាចទិញប្រភេទច្រាស់ដុសធ្មេញអេឡិចត្រូនិកនេះឲ្យគាត់ប្រើបានអញ្ចឹងសម្រាប់កូនម៉ាក់ណាដែលគាត់ពិបាកក្នុងការដុសធ្មេញគាត់ធុញទ្រាន់ក្នុងការដុសធ្មេញម៉ាក់អាចជាវច្រាស់ដុសធ្មេញអេឡិចត្រូនិកនេះឲ្យគាត់ប្រើបានពីព្រោះក្មេងៗចូលចិត្តប្រើមែនតើព្រោះអីគាត់ត្រូវប្រើកម្លាំងវាមានរំញ័រដើម្បីសម្អាតធ្មេញកូនម៉ាក់គឺអូតូម៉ាទិកតែម្ដងសំខាន់គឺមាន function 3កម្រិតចាហើយក្នុងមួយប្រអប់ហ្នឹងសំខាន់គឺវាគេថែមឲ្យជាមួយនឹងក្បាលច្រាស់មក3ទៀតចាអញ្ចឹងទាំងអស់មកប្រអប់គឺមានក្បាលច្រាស់3ក្មេងៗគាត់ចូលចិត្តប្រើម៉ាស៊ីននេះមែនតើសូម្បីតែកូនខ្ញុំក៏គាត់ចូលចិត្តប្រើដែរពីព្រោះវាងាយស្រួលមែនតើក្នុងការសម្អាតធ្មេញគាត់យកសម្អាតធ្មេញគាត់បានល្អយកដូចថាជាកតិចបាយឬក៏សាច់អីជាប់ធ្មេញគាត់អញ្ចឹងណាហើយសំខាន់ច្រាស់នេះគឺធន់នឹងទឹកអ្នកទាំងអស់គ្នាគឺអត់ពិបាកក្នុងការលាងសម្អាតទេអ្នកទាំងអស់គ្នាអាចលាងមកស្រឡាញ់ប្រើហើយគឺលាងមកស្រឡាញ់បាច់បារម្ភថាខូចថ្មទេច្រាស់ហ្នឹងគឺភ្ជាប់ជាមួយនឹងខ្សែ USB មួយដើម្បីសាកថ្មអ្នកទាំងអស់គ្នាសាកថ្មម្ដងគឺប្រើបានរាប់ខែអ្នកទាំងអស់គ្នាទិញយកទៅគឺដឹងតែមិនស្ដាយលុយហ្មង